ព្រឹត្តិការណ៍ក្តៅដែលបងប្អូនកំពុងតែតាមដានពី KOY Breaking Share ព្រឹត្តិការណ៍ក្តៅដែលបងប្អូនកំពុងតាមដានទី1នេះគឺពាក់ព័ន្ធជាមួយនឹងត្រៀមខ្លួនវាយចោលឈ្លានពានទឹកដីខណៈថៃនៅតែចង់បានទឹកដីកម្ពុជានៅថ្ងៃទី30ខែមិថុនាឆ្នាំ2025សម្ដេចតេជោបានធ្វើការបង្ហោះសារនៅលើគណនីភ័យផ្លូវការរបស់សម្ដេចតេជោដែលមានខ្លឹមសារបែបនេះថាថៃនៅតែចិញ្ចឹមចិត្តនឹងមហិច្ឆតាចង់បានទឹកដីកម្ពុជាអ្នកនយោបាយជ្រុលនិយមថៃស៊ីនធីលឹមថងគុលបាននិយាយយ៉ាងច្បាស់ថាប្រសិនបើគាត់ឆ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃនឹងលើកទ័ពវាយប្រហារចូលទឹកដីកម្ពុជាយកខេត្តមួយចំនួនរបស់កម្ពុជាដូចជាបាត់ដំបងសៀមរាបបន្ទាយមានជ័យព្រះវិហារនិងកោះកុដហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផងសម្ដេចបានបន្តទៀតថានេះជាសម្ដីរបស់សិទ្ធិលឹមថងគុលដែលនិយាយភាសាថៃហ៊ុនសែនមហាតេជោអ្នកឯងសំណាងល្អដែលឯងសិទ្ធិធំថងគុលដែលឯងអត់មានអំណាចប្រសិនបើឯងមានអំណាចវិញថ្ងៃនេះបាត់ដំបងសៀមរាបសេរីសោភ័ណ្ឌអញនឹងដណ្ដើមយកមកហើយស្អែកអញនឹងទៅយកព្រះវិហារនិងបន្តទៅយកកោះកុដទៀតហើយអញសួរឯងថាប្រសិនបើមិនពេញចិត្តទៀតអញនឹងទៅយកភ្នំពេញសម្ដីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីកម្ពុជាដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយដោយប្រុងប្រយ័ត្នជាប់ជានិច្ចត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាសម្ដេចបានបន្តទៀតថាដោយចរិតឈ្លានពានបែបនេះទើបយើងត្រូវពង្រីកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពប៉ះទង្គិចខាងយោធាឬក៏សង្គ្រាមតាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជាផុតខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេតែនេះជាសារដាស់តឿនដល់បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀមខ្លួនវាយចោរឈ្លានពានទឹកដីចំពោះព្រឹត្តិការណ៍ទី2ក៏ជាព្រឹត្តិការណ៍ក្តៅកំពុងតែតាមដានដែរក្នុងនោះកម្ពុជាច្បាស់លាស់មិនលឹបលដូចថៃនោះទេក្នុងតួនាទីជានាយករដ្ឋមន្ត្រីសម្ដេចហ៊ុនម៉ាណែតអះអាងថាបើសម្ដេចចេញបទបញ្ជាហើយគឺបញ្ជាដាច់ណាត់ច្បាស់ណាស់ច្បាស់ការទទួលខុសត្រូវគ្រប់យ៉ាងមិនលឹបលដូចថៃឡើយសម្ដេចធិបតីអះអាងដូចនេះនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025សម្ដេចធិបតីក៏បានលើកឡើងដូចនេះទៀតថាកម្ពុជាយើងតាំងពីដើមមកទល់ពេលនេះសម្លេងអត់មានច្រើននោះទេសម្លេងនៃការបើកការបិទសម្ដេចប្រធានព្រឹទ្ធសភាលោកបញ្ចេញមតិតាក់ទងនឹងរឿងនយោបាយប៉ុន្តែការសម្រេចចិត្តនយោបាយបញ្ជាស្ថាប័នរដ្ឋគឺនាយករដ្ឋមន្ត្រីហើយខ្ញុំអត់បញ្ជាលេងសើចទេខ្ញុំដាក់ក្នុង Facebook របស់ខ្ញុំហេតុអ្វីខ្ញុំអត់ខ្លាចទេខ្ញុំមិនមែនឲ្យខេត្តចេញទៅហើយខ្ញុំយករួចខ្លួននោះទេថាខ្ញុំអត់ដឹងទេខ្ញុំដាក់ថាខ្ញុំបញ្ជាតែម្ដងដើម្បីឲ្យមន្ត្រីកម្ពុជាគាត់អនុវត្តមានភាពកក់ក្ដៅមេតបក្រវីតុងនៅមុខបើមានរឿងអីយើងនឹងទទួលខុសត្រូវមិនមែនលឹបលរឿងបែបនេះនោះទេ
នេះជាការលើកឡើងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលត្រូវបានចុះផ្សាយដោយเพจបាយ័ន TV នៅថ្ងៃទី1 ខែកក្កដាឆ្នាំ2025ចំណែកឯពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្តៅៗចុងក្រោយនេះវិញគឺតាក់ទងជាមួយនឹងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នទីបំផុតកូនស្រីលោកថាក់ស៊ីនត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីហើយលោកសូរិយាជង្រុងរៀនគិតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការដែលមកពីបកភឿថៃត្រូវតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទីជំនួសលោកស្រីផែថងថនដែលត្រូវបានតុលាការធម្មនុញ្ញថៃបោះឆ្នោតដកហូតតួនាទីពីនាយករដ្ឋមន្ត្រីព្រោះតែបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានេះបើយោងតាមការចុះផ្សាយរបស់គណនីFacebook លោកផៃវណ្ណៈនៅថ្ងៃទី1 ខែកក្កដាឆ្នាំ2025នេះ